នទូតនៃបណ្ដាប្រទេសមហាអំណាចសំខាន់ចំនួន3ដែលរួមមានសហរដ្ឋអាមេរិកបារាំងនិងអង់គ្លេសបានសន្យាថានឹងជួយជំរុញឲ្យប្រទេសកម្ពុជាមានលទ្ធិប្រជាធិបតេយ្យពេញលេញពិតប្រាកដបន្ទាប់ពីបានទទួលញត្តិដែលមានស្នាមផ្តិតមេដៃប្រជាពលរដ្ឋប្រមាណជាង2លាននាក់ដែលមិនសុខចិត្តនឹងលទ្ធផលនៃការបោះឆ្នោតក្រោយពីការប្រកាសលទ្ធផលបោះឆ្នោតដែលបានបង្ហាញឲ្យឃើញថាគណៈបកប្រជាជនកម្ពុជាបានឈ្នះឆ្នោតនិងបានដឹកនាំទាំងស្ថាប័នរដ្ឋសភានិងរដ្ឋាភិបាលតែម្នាក់ឯងដែលផ្ទុយពីកិច្ចព្រមព្រៀងសន្ធិសញ្ញាក្រុងប៉ារីសតម្រូវឲ្យមានរដ្ឋាភិបាលសេរីនិងពហុបកគណៈបកសង្គ្រោះជាតិបានបន្តដឹកនាំធ្វើមហាបាតកម្មជាបន្តបន្ទាប់ដើម្បីទាមទារឲ្យរដ្ឋាភិបាលគោរពនៅកិច្ចព្រមព្រៀងក្រុងប៉ារីសក្នុងលិខិតជាផ្លូវការរបស់នាយករដ្ឋមន្ត្រីបារាំងឲ្យប្រទេសកម្ពុជាគោរពកិច្ចព្រមព្រៀងទីក្រុងប៉ារីសគេបានលើកហើយរំលឹកពីអត្ថន័យនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសហើយគេបានជំរុញឲ្យភាគីខ្មែរទាំងអស់ជួបចរចាគ្នាដើម្បីរកដំណោះស្រាយដោយសន្តិវិធីដូច្នេះរដ្ឋាភិបាលលោកហ៊ុនសែនមិនអាចនៅស្ងៀមទេមិនអាចរំលោភកិច្ចព្រមព្រៀងទីក្រុងប៉ារីសហើយមិនអាចរៀបចំដឹកនាំរដ្ឋាភិបាលឯកបករដ្ឋាភិបាលឯកបកគឺជារដ្ឋាភិបាលរបៀបកុម្មុយនីសដែលផ្ទុយស្រឡះពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសការដឹកនាំធ្វើមហាបាតកម្មរបស់គណៈបកសង្គ្រោះជាតិជាលើកទី3បានឈានដល់ថ្ងៃទី2ហើយនៅថ្ងៃប្រហោះនេះថ្នាក់ដឹកនាំគណៈបករាប់ទាំងវងមនុស្សជាច្រើនរាប់ម៉ឺននាក់បានដង្ហែញត្តិទៅកាន់ប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសលោកសំរងស៊ីមុនពេលដាក់ញត្តិទៅកាន់ស្ថានទូតបារាំងលោកបានបញ្ជាក់ប្រាប់ក្រុមអ្នកកាសែតដែលពាត់ជុំចិត្តទៅដោយក្រុមបាតកោថាប្រទេសបារាំងជាសហប្រធាននៃសន្និសីទអន្តរជាតិក្រុងប៉ារីសស្ដីពីកម្ពុជាដូច្នេះប្រទេសបារាំងមានតួនាទីសំខាន់ជំរុញឲ្យរដ្ឋាភិបាលកម្ពុជាគោរពនៅកិច្ចព្រមព្រៀងទីក្រុងប៉ារីសនិងគោរពនៅគោលការណ៍លទ្ធិប្រជាធិបតេយ្យបានលោកសំរងស៊ីបានដឹកនាំក្រុមបាតកោជាច្រើនរាប់ពាន់នាក់តែម្ដងនៅព្រឹកថ្ងៃប្រហោះនេះដើម្បីមកដាក់ញត្តិជាលើកដំបូងគេនៅក្នុងស្ថានទូតបារាំងនៅក្នុងទីក្រុងភ្នំពេញនៅថ្ងៃប្រហោះនេះគណៈបកសង្គ្រោះជាតិមានគម្រោងនឹងដាក់ញត្តិទៅកាន់ស្ថានទូត3គឺទី1ស្ថានទូតប្រទេសបារាំងទី2គឺស្ថានទូតអង់គ្លេសហើយនិងទី3គឺជាស្ថានទូតសហរដ្ឋអាមេរិកចុងក្រោយគេមុននឹងគណៈបកសង្គ្រោះជាតិនឹងគ្រោងនឹងធ្វើក្រុមដឹកនាំមហាបាតកម្មទៅកាន់ទីលានប្រជាធិបតេយ្យបាទនៅថ្ងៃនេះលោកឥឡូវនេះលោកសំរងស៊ីកំពុងតែរងចាំការដាក់ញត្តិនៅកាន់ស្ថានទូតបារាំងតែម្ដងបាទលោកសំរងស៊ីប្រធានគណៈបកសង្គ្រោះជាតិបានបញ្ជាក់ប្រាប់ក្រោយពីបានដាក់ញត្តិទៅកាន់ស្ថានទូតបារាំងថាប្រទេសបារាំងបានទាមទារឲ្យកម្ពុជាគោរពនៅស្មារតីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសហើយគេជំរុញឲ្យមានការចរចារវាងភាគីខ្មែរទាំងអស់ដើម្បីរកដំណោះស្រាយដោយសន្តិវិធីប្រកបដោយយុត្តិធម៌ដូច្នេះជំនុំនេះល្អមែនទែនសូមអរគុណបងប្អូនទាំងអស់ដែលបានធ្វើដំណើរមកជាមួយយើងនឹងបន្តដំណើរយើងឆ្ពោះទៅស្ថានទូតចក្រភពអង់គ្លេសប្រទេសបារាំងដែលជាប្រទេសសហប្រធាននៃសន្ធិសញ្ញានៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសបានស្វាគមន៍លទ្ធផលនៃការបោះឆ្នោតក៏ប៉ុន្តែបានជំរុញឲ្យគណៈបកដែលឈ្នះឆ្នោតទាំងពីរបន្តការចរចាគ្នាដើម្បីបញ្ចប់វិបត្តិនយោបាយ4បាតកម្មរបស់គណៈបកសង្គ្រោះជាតិដោយមានប្រសង់ខ្មែរកម្ពុជាក្រោមនាំមុខបានបន្តដំណើរពីស្ថានទូតបារាំងឆ្ពោះទៅកាន់ស្ថានទូតអង់គ្លេសនិងសហរដ្ឋអាមេរិកក៏ប៉ុន្តែក្បួនដង្ហែនេះគ្មានការរារាំងពីកម្លាំងសមត្ថកិច្ចទេពលគឺបានបញ្ចប់ទៅដោយសន្តិវិធីគ្មានអំពើហិង្សាគឺសម្លេងឆ្នោតរបស់ខ្ញុំតែគេលួចគេបន្លំតែធ្វើឲ្យបាត់បង់របស់ខ្ញុំហើយខ្ញុំចង់ទាមទារយុត្តិធម៌នេះមកវិញលោកសំរងស៊ីនិងលោកតឹមសុខាក្រោយពីបានដាក់ញត្តិទៅកាន់ស្ថានទូតអង់គ្លេសបានបន្តដំណើរទៅកាន់ស្ថានទូតសហរដ្ឋអាមេរិកមន្ត្រីស្ថានទូតសហរដ្ឋអាមេរិកបានមកទទួលញត្តិនៅខាងក្រៅរបងស្ថានទូតលោកសំរងស៊ីប្រធានគណៈបកបានប្រកាសប្រាប់ក្រុមអ្នកកាសែតថាលោកបានដាក់ញត្តិនិងលិខិតដាច់ដោយឡែកមួយទៀតផ្ញើជូនលោកប្រធានាធិបតីសហរដ្ឋអាមេរិកបារ៉ាក់អូបាម៉ាលោកបានបញ្ជាក់ថាលិខិតដែលបានផ្ញើទៅប្រធានាធិបតីសហរដ្ឋអាមេរិកគឺស្នើសុំឲ្យសហរដ្ឋអាមេរិកជំរុញឲ្យមានការគោរពនៅគោលការណ៍លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាចំហអាមេរិកដែលសំខាន់ជាងគេឥឡូវនេះគេទទូចឲ្យមានការស៊ើបអង្កេតឯករាជ្យដើម្បីលាតត្រដាងការពិតហើយដោះស្រាយភាពមិនប្រក្រតីយើង
ថ្លៃអំណរគុណចំពោះសហរដ្ឋអាមេរិកដែលមានជំហរដ៏ច្បាស់លាស់ដ៏រឹងមាំហើយដែលជួយឲ្យលទ្ធិប្រជាធិបតេយ្យចាក់ឬចាក់គល់ពិតប្រាកដនៅប្រទេសកម្ពុជាអរគុណក្រុមបាតកោដែលបានចូលរួមនឹងហាយញ៉ាត់នៅថ្ងៃប្រហោះនេះមានចំនួនច្រើនរាប់ម៉ឺននាក់ដោយកាលពីថ្ងៃពុធម្សិលមិញក្រុមបាតកោបានស្រែកនៅតាមដងផ្លូវថាចុះចេញទៅនិងដូរក្រុមបាតកោខ្លះបានចោទប្រកាន់រដ្ឋាភិបាលបច្ចុប្បន្ននេះថាបានលួចប្លន់ទ្រព្យសម្បត្តិជាតិស្ទើរតែទាំងអស់4បាតកម្មក្រោយពីបានដាក់ញត្តិទៅកាន់ស្ថានទូតសហរដ្ឋអាមេរិកបារាំងនិងអង់គ្លេសបានវិលចូលទៅកាន់ទីលានប្រជាធិបតេយ្យវិញនិងបន្តកម្មវិធីដោយធម្មតាលោកកឹមសុខាអនុប្រធានគណៈបក្សសង្គ្រោះជាតិបានប្រកាសថានៅថ្ងៃសុក្រស្អែកនេះមហាបាតកម្មនឹងដង្ហែមានលក្ខណៈទ្រង់ទ្រាយធំជាង2ថ្ងៃកន្លងទៅស្អែកដើរជាមួយគ្នាទៀតហើយស្អែកដើរធំម្ដងគឺដើរវែងដើរឆ្ងាយដើរច្រើនតែម្ដងតែប៉ុណ្ណោះសូមមកបានជាសូមអរគុណបាទនៅថ្ងៃសុក្រស្អែកនេះជាថ្ងៃបញ្ចប់នៃការធ្វើមហាបាតកម្មជាលើកទី3គណៈបក្សសង្គ្រោះជាតិគ្រោងនឹងដង្ហែញត្តិទៅកាន់ស្ថានទូតអូស្ត្រាលីជប៉ុនរុស្ស៊ីឥណ្ឌូនេស៊ីនិងប្រទេសចិនពីរាជធានីភ្នំពេញខ្ញុំហេងរស្មី VOA